យើងសិក្សាពហុពហិបន្តទៅទៀតដែលនៅត្រង់ចំណុចទី2នេះគឺបានដល់តតិយាពហុពហិហើយដែលមានអតិសង្កេតឬក៏ការសរសេរកាត់នឹងរបៀបនេះអញ្ចឹងមុននឹងចូលទៅសិក្សាតតិយាពហុពហិនេះយើងស្គាល់អំពីលក្ខខណ្ឌរួមរបស់ពហុពហិសិនអញ្ចឹងចំណុចទី1សម្រាប់ពហុពហិសមាសនេះនៅពេលដែលប្រែចេញទៅគឺផ្ដើមដោយពាក្យថាមានហើយអត់មានបែកអយតនិបាតណាមួយជាគ្រឿងសម្គាល់ទេចំណុចទី2គឺវាជាគុណនាមសុទ្ធដែលបញ្ជាក់លក្ខណៈឲ្យអញ្ញបទហើយចំណុចទី3នោះនៅពេលដែលយើងតាំងវគ្គហៈមានបែងចែកជា2ផ្នែកគឺផ្នែកអនុបទដែលយើងពុះចេញអំពីសមាសផ្ទាល់តែម្ដងហើយនឹងផ្នែកមួយទៀតនោះគឺផ្នែកសព្វនាមដែលយើងប្រើទៅតាមប្រភេទរបស់ឈ្មោះពហុពហិនីមួយៗហើយនឹងចំណុចទី4នោះគឺភាពខុសគ្នារវាងតាពុរិសសមាសហើយនឹងពហុពហិសមាសដែលតាពុរិសសមាសមានបទគុណនឹងនៅខាងចុងហើយនៅពេលដែលប្រែចេញទៅមានបែកអយតនិបាតវិផាត់ណាមួយនៅក្នុងនឹងចំណែកឯពួកពហុពហិសមាសនេះដោយច្រើនទៅគឺបទគុណនៅខាងដើមហើយនៅពេលដែលប្រែมันមានបែកចេញអយតនិបាតណាមួយទេអញ្ចឹងវាមានភាពខុសគ្នាអំពីពួកតាពុរិស័កបែបហ្នឹងនេះជាខ្លឹមសាររួម4ចំណុចរបស់ពហុពហិសមាសអញ្ចឹងចូលមកដល់តតិយាពហុពហិនេះវិញដែលជាចំណុចទី2អញ្ចឹងខ្លឹមសារលោកបានបញ្ជាក់ឲ្យអំពីតតិយាពហុពហិនេះថាកំណត់យកបទជាតតិយាវិផាត់នៅក្នុងវគ្គហៈដែលស្ទុះចេញមកជាប្រធាននៃសមាសឃ្លាប៉ុណ្ណឹងគឺស្មើនឹងពាក្យថាអញ្ញបទណាពាក្យដែលថាស្ទុះចេញមកជាប្រធាននៃសមាសហ្នឹងគឺជាឃ្លារួមរបស់អញ្ញបទនឹងឯងឬក៏យើងចង់ហៅអកន្តកបទក៏បានដែរអញ្ចឹងនិយមន័យបែបហ្នឹងលោកឲ្យឈ្មោះថាជាតតិយាពហុពហិឬក៏ហៅមួយបែបទៀតនោះហៅថាតតិយាតលយាធិករណៈពហុពហិក៏ប៉ុន្តែឈ្មោះក្រោយនេះវាវែងដូច្នេះហើយអ្នករៀនជាទូទៅគឺនិយមហៅផ្នែកខាងដើមនេះច្រើនជាងហើយដូចបានបញ្ជាក់ជាទូទៅថាសមាសនេះគឺជាគុណនាមដោយសារតែវាមានអញ្ញបទដែលជាប្រធាននឹងឯងអញ្ញបទឬក៏អកន្តកបទនឹងហើយដែលវាចូលទៅដឹកនាំសមាសដូច្នេះសមាសដែលសម្រេចចេញមកពីវគ្គហៈហ្នឹងគឺវាចំណុះឬក៏វាបញ្ជាក់លក្ខណៈឲ្យអញ្ញបទហ្នឹងអញ្ចឹងដើម្បីយល់ពួកពហុពហិនេះថាវាជាបែបតតិយាឬក៏ទុតិយាឬក៏ចតុដ្ឋីបញ្ចមីឲ្យជាដើមហ្នឹងគឺយើងតោងសម្គាល់ទៅលើខ្លឹមសារឬក៏យើងទាញខ្លឹមសារសមាសហ្នឹងទៅភ្ជាប់ជាមួយនឹងអយតនិបាតលោមើលលបងវាលោមើលថាតើពេលយើងយកវាទៅភ្ជាប់ជាមួយនឹងអយតនិបាតវាផ្ដល់ភាពសមរម្យឬក៏ន័យសមគួរហ្នឹងទៅលើអយតនិបាតណាច្រើនជាងបើផ្ដល់តម្រុយឬក៏ផ្ដល់ភាពសមរម្យផ្ដល់ខ្លឹមសារល្អវាមានភាពបន្ស៊ីគ្នាជាមួយនឹងអយតនិបាតណាហើយក៏យើងយកអយតនិបាតនោះមកភ្ជាប់ជាឈ្មោះសមាសពហុពហិនឹងទៅដោយដែលនិយមន័យដែលលោកបានបញ្ជាក់ហ្នឹងឃ្លាកន្លែងហ្នឹងគឺបានបញ្ជាក់ច្បាស់លាស់ហើយគ្រាន់តែថាយើងរៀនដំបូងវារៀងលំបាកយល់បន្តិចក៏ប៉ុន្តែគិតពិចារណាទៅយើងឃើញថាគឺគេតម្រូវឲ្យយើងកំណត់យកបទជាតតិយាប្រសិនបើចង់បានជាតតិយាពហុពហិនៅពេលដែលយើងប្រែសមាសហ្នឹងយើងសាកល្បងយកខ្លឹមសារសមាសនោះទៅភ្ជាប់ជាមួយនឹងអយតនិបាតដែលជាតតិយាលោមើលទៅហើយបើនិយាយអំពីតួនាទីរបស់តតិយាវិផាត់នេះវិញគេហៅថាករណវចនៈពោលគឺជាវិផាត់ដែលជួយឲ្យសម្រេចអំពើដែលមានអយតនិបាតថាដោយនៅជាដើមហ្នឹងអញ្ចឹងយើងមើលវគ្គហៈក្នុងឧទាហរណ៍នេះថាចិតានិអន្ទ្រិយានិយេអ្នកសោសម្រាប់ជាសមាសគឺចិតិនទ្រិយោអញ្ញបទភិក្ខុហើយឈ្មោះលោកឲ្យថាតតិយាពហុពហិអញ្ចឹងកាលណាយើងឃើញឬក៏យើងដាក់ឈ្មោះសមាសណាមួយនៃពួកពហុពហិហ្នឹងថាជាតតិយាបែបហ្នឹងអញ្ចឹងតោងកំណត់ដឹងភ្លាមថាអញ្ញបទនេះគឺកើតចេញអំពីតតិយាវិផាត់អញ្ចឹងយៈសាបដែលនៅក្នុងវគ្គហៈហ្នឹងគឺត្រូវតែប្រកបតតិយាវិផាត់មែនដោយសារយើងប្រាប់ឈ្មោះឬក៏លោកអ្នកប្រាជ្ញប្រាប់ឈ្មោះមកថាតតិយាដូច្នេះអញ្ញបទនេះគឺមានដើមកំណើត
កើតចេញអំពីតតយាវិផតហើយវាคล้ายមកជាប្រធានសមាសបែបហ្នឹងអញ្ចឹងទៅក៏គេយកឈ្មោះតតយាហ្នឹងមកជាឈ្មោះរបស់សមាសនឹងតែម្ដងទៅអញ្ចឹងយើងប្រែថាភិក្ខុរីភិក្ខុចិតន្ត្រីយោមានឥន្ទ្រីឈ្នះហើយអញ្ចឹងប្រែមកគឺផ្ដើមដោយពាក្យថាមាននឹងតែម្ដងអញ្ចឹងយើងសាកគិតន័យវាល្មើថាឥន្ទ្រីឈ្នះដោយភិក្ខុឬក៏ឥន្ទ្រីគឺភិក្ខុឈ្នះអញ្ចឹងយើងភ្ជាប់ដោយពាក្យគឺក៏បានភ្ជាប់ដោយពាក្យដោយនឹងក៏បានយើងឃើញថាការភ្ជាប់ដោយអយតនិបាតនៅក្នុងខ្លឹមសារសមាសហ្នឹងវាសមរម្យទៅលើតតយាវិផតហ្នឹងច្រើនជាងអញ្ចឹងឈ្មោះវាក៏យើងឲ្យថាតតយាពហុពហិហ្នឹងទៅដូច្នេះនៅពេលដែលយើងដឹងថាសមាសហ្នឹងជាតតយាពហុពហិហើយបែរមកចងវកហៈវិញនៅពេលដែលចងវកហៈគឺត្រូវតែស្គាល់សង្កាត់របស់សមាសនេះឲ្យដឹងថាតើសង្កាត់ត្រឹមណាជាគុណនាមហើយសង្កាត់ត្រឹមណាជានាមអញ្ចឹងនៅពេលដែលយើងពុះសមាសនឹងចេញមកយើងឃើញថាចិតៈនេះមួយអនុបត្តិហើយឥន្ទ្រយៈនេះមួយអនុបត្តិហើយហេតុអីបានជាក្នុងវកហៈនេះវាជានិពងសកលឹងឯនៅក្នុងនេះវាជាពងលឹងអញ្ចឹងចម្លើយគឺនៅពេលដែលយើងយកមកតាំងវកហៈដាក់ជាអនុបត្តិបែបហ្នឹងដែលនេះជាអនុបត្តិមួយហើយនេះជាអនុបត្តិមួយទៀតអញ្ចឹងវាមាន2អនុបត្តិអញ្ចឹងដូច្នេះនៅពេលដែលយើងយកមកតាំងវកហៈគឺត្រូវតែរកប្រភពលឹងដើមរបស់នាមនឹងឲ្យឃើញកាលណារកប្រភពលឹងក៏ដូចជាការ៉នដើមឃើញហើយគឺយើងត្រូវចងអនុបត្តិទាំងពីរហ្នឹងតាមបែបវិសេសនបព្វបទឬក៏វិសេសណត្តរបទហើយដាក់ជាពហុវចនៈក៏បានជាឯកវចនៈក៏បានទៅតាមការពេញចិត្តរបស់ខ្លួនធ្វើយ៉ាងម៉េចឲ្យតែអនុបត្តិទាំងពីរនេះទាំងបទគុណហើយនិងបទនាមហ្នឹងវាមានលឹងវចនៈវិផតស្មើគ្នាហើយនិយាយអំពីការចេញមកជាសមាសហេតុអីបានជាពងលឹងដោយសារតែអញ្ញបទនេះវាជាពងលឹងភិក្ខុហ្នឹងគឺជាពងលឹងដូច្នេះទោះបីជាអនុបត្តិនៅក្នុងវកហៈហ្នឹងលឹងដើមវាលឹងអីក៏លឹងទៅគឺនៅពេលដែលឆ្លងកាត់យតៈនេះហើយคลายមកជាសមាសគឺវានឹងកែលឹងអញ្ចឹងអំណាចយតៈនេះហើយដែលជួយសម្រួលលឹងឲ្យស្របជាមួយនឹងអញ្ញបទនេះអញ្ចឹងបទយេនៈនៅកន្លែងនេះវាជាតតយាវិផតហើយជាពងលឹងឯកវចនៈដោយសារតែអញ្ញបទនេះវាជាពងលឹងឯកវចនៈដែរអញ្ចឹងជារួមមកនៅពេលដែលចង់សម្រេចជាសមាសគឺ4បទនេះធ្វើយ៉ាងណាឲ្យមានលឹងវចនៈស្មើគ្នាឯវិផតលោកមិនគិតទេគឺដោយសារតែហេតុអីមិនគិតពីព្រោះតែយេនៈនេះវាខ្ទាស់កៃបន្តិចដោយសារវាតតយាវិផតអញ្ចឹងបើសិនបើយើងកំណត់ថាត្រូវតែមានវិផតស្មើគ្នាដែរវារៀងឆ្កងអញ្ចឹងហើយលោកគិតតែ2ទេគឺគិតតែលឹងហើយនឹងវចនៈអញ្ចឹងយើងមើលវកហានុឡោមថាចិតានិឥន្ទ្រិយានិយេនៈភិក្ខុណាសោភិក្ខុចិតន្ទ្រិយោចិតន្ទ្រិយោភិក្ខុអញ្ចឹងយើងប្រែថាឥន្ទ្រិយានិរីឥន្ទ្រីទាំងឡាយយេនៈភិក្ខុណាគឺភិក្ខុណាចិតានិឈ្នះហើយសោភិក្ខុរីភិក្ខុនោះចិតន្ទ្រិយោឈ្មោះចិតន្ទ្រិយោភិក្ខុរីភិក្ខុចិតន្ទ្រិយោមានឥន្ទ្រីឈ្នះហើយខាងក្រោមនេះគឺជាការកំណត់ចំណាំទៅលើតតយាពហុពហិនេះអញ្ចឹងបទយេនៈដែលយើងកំណត់ចំណាំទៅលើវកហៈនេះថាវាជាតតយាវិផតតាមរយៈយេនៈដែលជាតតយាវិផតនឹងឯងវាហុចតម្រុយឬក៏ផ្ដល់ដើមកំណើតនឹងឲ្យអញ្ញបទคล้ายមកជាប្រធានហើយតតយាពហុពហិនេះក៏បីដឹងថាអញ្ញបទនឹងគឺជាអ្នកធ្វើអំពើអញ្ចឹងអញ្ញបទដែលចូលមកដឹកនាំសមាសនេះគឺវាជាអ្នកមានអំពើជាអ្នកធ្វើអំពើចំណែកឯអនុបទនៅខាងក្នុងនឹងឬក៏អនុបទដែលសម្រេចចេញជាសមាសនេះហើយនេះវាជាចំណែកដែលរងអំពើចំណុចនេះហើយដែលវាខុសគ្នាអំពីទុតិយាពហុពហិចំពោះទុតិយាពហុពហិគឺអនុបទដែលនៅខាងក្នុងនេះអនុបទនឹងគឺជាអ្នកធ្វើអំពើវិញឯចំណែកអញ្ញបទនេះគឺជាអ្នករងអំពើអញ្ចឹងហើយបានរាល់ការរៀនតតយាពហុពហិនេះវាមានភាពច្រឡំគ្នាជាមួយនឹង
ទុតិយាពហុពហិបើគិតខ្លឹមសារសេចក្តីតែមិនបានដិតដល់តែបន្តិចគឺច្រឡំគ្នាពេលដែលតាំងវឹកហៈទៅប្រែទៅគឺខ្ទាស់សេចក្តីហើយចំណុចកំណត់ចំណាំចុងក្រោយនេះគឺជាការដែលយើងកំណត់ទៅលើឈ្មោះបែបនេះទេអញ្ចឹងដែលហៅថាតតិយាហ្នឹងដោយសារតែបទប្រធានឬក៏អញ្ញបទហ្នឹងវាកើតចេញអំពីតតិយាវិភ័តមែនហើយដែលហៅថាតលយាធិករណពហុពហិនេះពីព្រោះតែអនុបទដែលនៅខាងក្នុងវាត្រូវមានលឹងវចនៈហើយនឹងវិភ័តហ្នឹងស្មើគ្នាអញ្ចឹងអនុបទ2នេះគឺអនុបទនេះមួយហើយនឹងអនុបទនេះមួយទៀតអញ្ចឹងពេលដែលតាំងវឹកហៈគឺវាអត់ខ្វល់ជាមួយនឹងអាខាងក្រៅនេះទេណាអត់ខ្វល់ជាមួយនឹងយតៈក៏ដូចជាអញ្ញបទដែលសម្រេចមកហើយនឹងទេគឺវាគិតត្រូវលីលោកធ្វើយ៉ាងណាឲ្យស្មើតែគ្នាវាពីរផ្នែកនឹងទៅគឺរវាងផ្នែកគុណនាមហើយនឹងផ្នែកនាមនាមអញ្ចឹងហើយបានជាគេលើកឡើងថាធ្វើយ៉ាងណាឲ្យវាដើរតាមវិសេសនៈបព្វបទឬក៏វិសេសនតរបទអញ្ចឹងជាធម្មតាតកាលណាជាវិសេសនៈបព្វបទឬក៏វិសេសនតរបទវាត្រូវបទនាមហើយនឹងបទគុណនឹងមានលឹងវចនៈវិភ័តដូចគ្នាតែករណអាចខុសគ្នាបានណាករណអាចខុសគ្នាបានដោយពីរនេះគឺករណអត់ដូចគ្នាទេមួយអករណមួយឧករណមួយបំបែកតាមពុរិស័កឯមួយទៀតបំបែកតាមគរុក៏ប៉ុន្តែលឹងវាដូចគ្នាអាបំបែកតាមពុរិស័កនេះក៏ជាប៉ុងលឹងហើយអាបំបែកតាមគរុនេះក៏ជាប៉ុងលឹងអញ្ចឹងយើងឃើញថាលឹងវាដូចគ្នាដូច្នេះមិនបាច់តម្រូវករណទេអញ្ចឹងតមកទៀតនេះគឺជាបែបតាំងវឹកហៈទាំង3លឹងអញ្ចឹងដោយសារបែបតាំងវឹកហៈយើងចែកចេញជា2ផ្នែកវាមានផ្នែកអនុបទដែលត្រូវពុះចេញពីសមាសនេះហើយនឹងផ្នែកសព្វនាមដែលយើងត្រូវបន្ថែមនៅក្នុងវឹកហៈហ្នឹងអញ្ចឹងតោងកំណត់ដឹងជារួមថាចំពោះអនុបទមិនថាវានៅក្នុងប៉ុងលឹងនៅក្នុងអដ្ឋិលឹងឬក៏នៅក្នុងអ្នកប៉ុងសកលឹងនោះទេអនុបទដែលយើងពុះចេញពីសមាសនេះគឺធ្វើយ៉ាងណាត្រូវរកប្រភពលឹងដើមរបស់នាមនោះឲ្យឃើញពេលរកឃើញហើយបំបែកវាតាមវិសេសនៈបព្វបទឬក៏វិសេសនតរបទទៅធ្វើយ៉ាងណាឲ្យលឹងវចនៈវិភ័តរវាងអនុបទទាំងពីរនឹងស្មើគ្នាហើយមិនចាំបាច់ខ្វល់ខ្វាយមកតម្រូវជាមួយនឹងអាខាងដែលសម្រេចចេញមកជារូបឯនេះទេអញ្ចឹងសម្រាប់អនុបទ2នេះយើងចង់ដាក់ជាឯកវចនៈក៏បានពហុវចនៈក៏បានទៅតាមអធ្យាស្រ័យរបស់ផងខ្លួនធ្វើយ៉ាងណាគឺយើងត្រូវរកលឹងហើយនឹងករណដើមរបស់វាឲ្យឃើញណាលឹងដើមនិងករណដើមឲ្យឃើញបន្ទាប់មកបំបែកទៅតាមវិសេសនៈបព្វបទឬក៏វិសេសនតរបទទៅនេះជាផ្នែកអនុបទចំណែកឯផ្នែកសព្វនាមនេះវិញប្រសិនបើយើងដឹងថាអញ្ញបទនេះវាជាប៉ុងលឹងហើយសមាសហ្នឹងយើងកំណត់ថាវាតតិយាហើយណាអញ្ចឹងសព្វនាមគឺយើងគ្រាន់តែសរសេរយេអ្នកសោនេះចូលទៅគឺវាស្របគ្នាបាត់ទៅហើយណាបទទាំង4ហ្នឹងគឺស្របគ្នាហើយប្រសិនបើវាជាអដ្ឋិលឹងវិញសព្វនាមប្រើយាយសានេះទៅណាគឺវាស្របគ្នាហើយប្រសិនបើវាជាអ្នកប៉ុងសកលឹងអញ្ញបទហ្នឹងជាអ្នកប៉ុងសកលឹងអញ្ចឹងដល់ពេលដែលតាំងវឹកហៈសព្វនាមនឹងប្រើយេអ្នកតាំងទៅណាឲ្យវាស្របគ្នាជាមួយនឹងបទដែលសម្រេចចេញមកនេះហើយខាងក្រោមនេះគឺជាឧទាហរណ៍បន្ថែមអញ្ចឹងយើងមើលឧទាហរណ៍ទី1ថាកតកិច្ចចៅអញ្ញបទភិក្ខុយើងប្រែថាភិក្ខុឬភិក្ខុកតកិច្ចចៅមានកិច្ចធ្វើហើយអញ្ចឹងយើងសាកគិតរកខ្លឹមសារវាថាមានកិច្ចធ្វើហើយកិច្ចធ្វើដោយអ្នកណាឬក៏កិច្ចគឺអ្នកណាអ្នកធ្វើអញ្ចឹងយើងឃើញថាភ្ជាប់ជាមួយនឹងតតិយាវាដូចជាសមរម្យអញ្ចឹងយើងយកថាតតិយាពហុពហិតែម្ដងទៅនៅពេលដែលស្គាល់វាថាតតិយាពហុពហិបែបហ្នឹងតោងដឹងភ្លាមថាអញ្ញបទនេះគឺវាចេញអំពីតតិយាវិភ័តនឹងឯងហើយអញ្ញបទនេះវាលឹងអីសព្វនាមគឺមានសម្រាប់ប្រើទៅតាមលឹងនឹងស្រេចណាហើយចំណុចបន្ទាប់មកគឺយើងត្រូវរិះរកដែនសង្កាត់របស់សមាសនឹងរកដែនសង្កាត់របស់សមាសនឹងឃើញហើយត្រូវស្គាល់លឹងហើយនឹងករណរបស់នាមនឹងទៀតគឺលឹងដើមនិងករណដើមណានៅពេលដែលយើងបំបែកវាចេញពីគ្នាហើយត្រូវរកលឹងដើមនិងករណដើមរបស់នាមនឹងឲ្យឃើញដោយក្នុងទីនេះកតៈនេះមួយសង្កាត់វាជាគុណនាមហើយកិច្ចៈនេះមួយសង្កាត់ដែរគឺជានាមនាម
ហើយដោយសារតែបទគុណនៅខាងដើមនៅពេលដែលតាំងវឹកហៈអនុបទ2ហ្នឹងយើងអនុលោមតាមវិសេសនៈបព្វបទអញ្ចឹងយើងតាំងវឹកហៈថាអញ្ចឹងក្នុងទីនេះអនុបទហ្នឹងយើងយកជាឯកវចនៈទៅបានហើយគឺកតាំងកិច្ចចាំងនេះអនុបទដែលយើងពុះចេញពីសមាសហ្នឹងយើងឃើញថាវាដើរត្រូវលឹងវចនៈវិភ័តគ្នាហើយណាអញ្ចឹងចូលមកដល់សព្វនាមវិញម្ដងកាលណាចូលមកដល់សព្វនាមគឺយើងមើលទៅលើអញ្ញបទនេះតើអញ្ញបទហ្នឹងវាលឹងអីអញ្ចឹងវាប៉ងលឹងបើវាប៉ងលឹងយតៈនេះយកអាហ្នឹងមកដាក់តែម្ដងណាគឺយេនៈសោហើយសម្រាប់ចេញជាសមាសកតៈកិច្ចចោអញ្ញបទភិក្ខុហើយឈ្មោះតតយាពហុពិហិអញ្ចឹងដែលហៅថាតតយាពហុពិហិពីព្រោះតែអញ្ញបទនេះវាមានដើមកំណើតឬក៏គេកំណត់ខ្លឹមសារវាជាតតយាវិភ័តនៅក្នុងវឹកហៈពេលដែលតាំងវឹកហៈគឺត្រូវតែដាក់តតយាវិភ័តនឹងឲ្យគេមែនអត់អាចដាក់វិភ័តណាផ្សេងក្រៅអំពីនឹងទេព្រោះយើងឲ្យឈ្មោះនេះទៅហើយក៏ជាឈ្មោះដើមកំណើតឬក៏ជាឈ្មោះតកូលរបស់វាអញ្ចឹងយើងមើលឧទាហរណ៍ទី2ថាលទ្ធុបសម្បទាអញ្ញបទថេរីយើងប្រែថាថេរីរីប្រថេរីលទ្ធុបសម្បទាមានឧបសម្បទាបានហើយអញ្ចឹងសមាសដែលប្រែចេញទៅផ្ដើមដោយពាក្យថាមានបែបហ្នឹងយើងកំណត់ដឹងភ្លាមថាហ្នឹងជាពួកពហុពិហិក៏ប៉ុន្តែពហុពិហិអីគេអញ្ចឹងយើងគិតកំណត់ខ្លឹមសារវាចាប់ដើមចូលទៅកំណត់ខ្លឹមសារថាឧបសម្បទាបានហើយដោយអ្នកណាឬក៏គិតមកបែបទៀតថាឧបសម្បទាគឺអ្នកណាបានហើយអញ្ចឹងនៅពេលដែលយើងជ្រែកដាក់អយតនិបាតថាគឺឬក៏បញ្ចូលអយតនិបាតថាដោយទៅឃើញថាវាសមរម្យដូច្នេះយើងកំណត់យកឈ្មោះសមាសហ្នឹងថាជាតតយាពហុពិហិតែម្ដងទៅណានៅពេលដែលដឹងថាឈ្មោះសមាសហ្នឹងគឺតតយាពហុពិហិយើងមកជាដឹងអញ្ញបទនេះហើយថាវាកើតចេញឬក៏វាមានប្រភពពីតតយាវិភ័តអញ្ចឹងនៅពេលដែលតាំងវកហៈចាប់ផ្ដើមរកប្រភពលឹងដើមរបស់អនុបទជាពិសេសគឺអនុបទនាមនឹងឯងអញ្ចឹងលទ្ធុបសម្បទានេះមកពីលទ្ធហៈហើយនឹងឧបសម្បទាអញ្ចឹងឧបសម្បទាវាអត្ថិលឹងហើយលទ្ធហៈនឹងគឺជាគុណនាមក្នុងទីនេះសមាសនេះគឺមានបទគុណនឹងនៅខាងដើមដូច្នេះនៅពេលដែលយើងតាំងវកហៈគឺធ្វើយ៉ាងណាអនុលោមទៅតាមវិសេសនៈបព្វបទទៅអញ្ចឹងយើងតាំងវកហៈថាលទ្ធិឧបសម្បទាអញ្ចឹងដោយសារឧបសម្បទានេះបំបែកដោយកញ្ញាវាអត្ថិលឹងអញ្ចឹងលទ្ធហៈហ្នឹងវាជាគុណដូច្នេះត្រូវបំបែកទៅតាមកញ្ញាដែរអញ្ចឹងអនុបទទាំងពីរនេះត្រូវគ្នាហើយណាទៅតាមលឹងវិភ័តហើយនឹងវចនៈដើមរបស់វាចូលមកដល់សព្វនាមវិញម្ដងផ្នែកសព្វនាមគឺយើងក៏លេខមើលអញ្ញបទនេះតើអញ្ញបទហ្នឹងវាជាលឹងអីក្នុងទីនេះជាអត្ថិលឹងអញ្ចឹងបើអត្ថិលឹងនេះមិនបាច់ខ្វល់ខ្វាយច្រើនគឺសរសេរសព្វនាមទាំងពីរហ្នឹងចូលតែម្ដងទៅគឺយាយៈសាសម្រាប់រូបដដែលគឺលទ្ធុបសម្បទាអញ្ញបទតហេរីឈ្មោះសមាសតតយាពហុពិហិឧទាហរណ៍ទី3ចុងក្រោយគឺទិដ្ឋហតហមំអញ្ញបទកុលាំងយើងប្រែថាកុលាំងរីត្រកូលទិដ្ឋហតហមំមានធัวឃើញហើយអញ្ចឹងយើងចាប់ផ្ដើមកំណត់ខ្លឹមសារវាតើគួរនឹងដាក់អយតនិបាតណាមួយវាសមរម្យដូច្នេះទិដ្ឋហតហមំនេះដែលខ្លឹមសារវាថាមានធัวឃើញហើយអញ្ចឹងធัวគឺត្រកូលឃើញហើយឬក៏ធัวឃើញហើយដោយត្រកូលដូច្នេះយើងឃើញថាការភ្ជាប់អយតនិបាតរបស់តតយាវិភ័តហ្នឹងវាមានភាពសមរម្យឬក៏មានភាពត្រឹមត្រូវនឹងខ្ពស់ជាងអញ្ចឹងក្នុងទីនេះគឺយើងកំណត់យកជាតតយាពហុពិហិដូច្នេះអញ្ញបទនេះគឺដឹងថាវាកើតពីតតយាវិភ័តតែម្ដងអញ្ចឹងយើងចាប់ផ្ដើមរកដែនសង្កាត់របស់សមាសនេះគឺមកពីទិដ្ឋហៈនេះមួយហើយនឹងតហមៈនេះមួយហើយតហមៈនេះប្រភពលឹងដើមវាគឺជាប៉ុងលឹងហើយបើករណជាអករណអញ្ចឹងវាអករណប៉ុងលឹងបំបែកដោយពុរិស័កអញ្ចឹងយើងតាំងវកហៈដោយសារតែអនុបទខាងដើមវាជាគុណនាមអញ្ចឹងយើងអនុលោមតាមវិសេសនៈបព្វបទ
ហើយតហមៈនឹងជាប៉ងលឹងគឺបំបីតាមបរិស័ទហើយក្នុងទីនេះយើងយកជាពហុវចនៈចុះអញ្ចឹងទិដ្ឋាតហមាអញ្ចឹងអនុបទ2ហ្នឹងគឺស្របគ្នាហើយលឹងវចនៈវិភ័តត្រឹមត្រូវតាមប្រភពដើមរបស់វាបន្ទាប់មកចូលដល់យតៈអញ្ចឹងចូលដល់យតៈយើងក៏លេខមើលអញ្ញបទនេះតើវាលឹងអីអញ្ចឹងយើងឃើញថាកុលៈនេះវាជាអ្នកប៉ុងសកលឹងបើដូច្នោះសព្វនាមគឺយើងយកផ្នែកនេះឯងអញ្ចឹងយើងដាក់ថាយេអ្នកតាំងអញ្ចឹងមកហើយសម្រាប់រូបដដែលទិដ្ឋហតហមៀងអញ្ញបទកុលាំងហើយឈ្មោះវាតតយាពហុពិហិអញ្ចឹងត្រឡប់មកវិញពាក្យព័ន្ធជាមួយនឹងការសិក្សាទៅលើតតយាពហុពិហិនេះដែលជាសមាសទី2នៃពួកពហុពិហិអញ្ចឹងដល់ពេលដែលយើងប្រែឬក៏ឃើញអ្នកប្រាជ្ញដែលលោកប្រែសមាសណាមួយពាក់ព័ន្ធជាមួយនឹងពួកពហុពិហិនេះហើយយើងចង់ឲ្យឈ្មោះវាគឺតោងចេះទៅកំណត់យកនៅខ្លឹមសាររបស់វាប្រសិនបើយើងលបងឲ្យឈ្មោះវាថាជាតតយាពហុពិហិអញ្ចឹងយើងត្រូវភ្ជាប់ខ្លឹមសារនឹងជាមួយអយតនិបាតដែលជាតតយាវិភ័តលោមើលបង្កើតសំណួរជាចម្ងល់នៅក្នុងនឹងទៅថាតើវាគួរសមជាមួយនឹងអយតនិបាតនឹងឬក៏អត់ហើយបើយើងកំណត់ថាវាជាទុតិយាពហុពិហិយើងសាកយកខ្លឹមសារសមាសនឹងទៅលបងជាមួយនឹងអយតនិបាតរបស់ទុតិយាវិភ័តលោមើលទៅតើវាសមរម្យទេវាគួរនឹងកំណត់យកឬអត់ណាអញ្ចឹងឲ្យចេះកំណត់ចំណាំឲ្យចេះវិនិច្ឆ័យទៅលើខ្លឹមសារវាដោយភ្ជាប់ជាមួយនឹងអយតនិបាតណាមួយដែលគិតថាសមរម្យនឹងចំណុច1ចំណុចទី2បើយើងឲ្យឈ្មោះវាទៅលើថាតតយាឬក៏ទុតិយាហើយតោងកំណត់ដឹងថាអញ្ញបទហ្នឹងគឺវានឹងកើតចេញពីឈ្មោះវិភ័តដែលយើងឲ្យនោះតែម្ដងហើយចំណុចទី3នៅពេលដែលយើងចាប់ដើមតាំងវកហៈកាលណាចាប់ដើមតាំងវកហៈត្រូវស្គាល់សង្កាត់របស់សមាសនឹងឲ្យច្បាស់ហើយនឹងចំណុចចុងក្រោយនោះគឺនៅពេលដែលយើងប្រើប្រាស់សព្វនាមនឹងឯងផ្នែកសព្វនាមគឺតោងកលេចមកមើលអញ្ញបទឲ្យដឹងថាតើវាលឹងអីហើយនៅពេលដែលកំណត់លឹងរបស់អញ្ញបទនឹងបានហើយបែបតាំងវកហៈគឺងាយស្រួលទេសម្រាប់សព្វនាមដែលជាប៉ងលឹងយើងប្រើប្រាស់សព្វនាមដែលមានបទប្រភេទហ្នឹងទៅសម្រាប់អត្ថិលឹងយើងប្រើប្រាស់សព្វនាមដែលមានបទប្រភេទនេះទៅហើយបើសម្រាប់អ្នកប៉ងសកលឹងយើងប្រើប្រាស់សព្វនាមដែលមានបទប្រភេទនេះទៅអញ្ចឹងការសិក្សាទៅលើតតយាពហុពិហិដោយដែលបានអធិប្បាយហើយនឹងពន្យល់មកនេះមានប៉ុណ្ណេះ